វិធីកម្ចាត់មុនក្បាលខ្មៅតាមបែបធម្មជាតិមុនក្បាលខ្មៅឬស្នាមអុចខ្មៅគឺជាស្បែកខ្មៅតូចៗដែលតែងតែមាននៅលើមុខជាពិសេសនៅលើច្រមុះនិងពេលខ្លះនៅក្រោមបេះមាត់ស្នាមអុចខ្មៅទាំងនេះបង្កើតជាដុំក្រពែងនៃស្បែកពួកវាត្រូវបានបង្កឡើងដោយសារតែសារធាតុផលិតច្រើនពេកនៃសារធាតុខ្លាញ់ដែលចេញពីក្រពែងដែលរឹងបន្តិចម្ដងនៅពេលដែលវាលាយជាមួយនឹងស្បែកងាប់និងបាក់តេរីខ្លាញ់ត្រូវប៉ះជាមួយនឹងអុកស៊ីសែនពីខ្យល់ហើយទទួលបានអុកស៊ីតកម្មហើយប្រែជាខ្មៅនៅពេលដែលពួកវាស្ថិតនៅក្រោមរន្ធញីពួកវាលេចឡើងជាដុំពណ៌សឬដុំពណ៌លឿងហើយពួកវាមិនទទួលបានអុកស៊ីតកម្មទេហើយត្រូវបានគេហៅថាមុនក្បាលសខាងក្រោមនេះជាមូលហេតុចម្បងដែលនាំឲ្យកើតមុនក្បាលខ្មៅ 1. ភាពតានតឹង 2. ការផ្លាស់ប្ដូរអរម៉ូន 3. ស្បែកមិនស្អាត 4. ការប្រើប្រាស់គ្រឿងសម្អាងច្រើនហួស 5. ការជក់បារី 6. ផឹកគ្រឿងស្រវឹងនិងជាតិកាហ្វេអ៊ីនអនុវត្តតាមវិធីងាយៗទាំងនេះដើម្បីសម្អាតរន្ធញីនិងកម្ចាត់មុនក្បាលខ្មៅដោយប្រើគ្រឿងផ្សំដែលងាយស្រួលរក 1. ផ្លែប៉េងប៉ោះប៉េងប៉ោះជាឱសថដ៏អស្ចារ្យមួយដើម្បីកម្ចាត់មុនក្បាលខ្មៅផ្លែឈើនេះជាថ្នាំសម្រាប់មេរោគបែបធម្មជាតិដែលធ្វើឲ្យស្ងួតមុនក្បាលខ្មៅយកប៉េងប៉ោះមួយហាន់តូចៗរួចលាបលើមុខមុនក្បាលខ្មៅមុនចូលគេងទុកចោលមួយយប់រួចលាងមុខជាមួយនឹងទឹកស្អាតនៅពេលព្រឹក 2. ទឹកក្រូចឆ្មាទឹកក្រូចឆ្មាគឺជាគ្រឿងផ្សំធម្មជាតិមួយទៀតដែលមានប្រសិទ្ធភាពក្នុងការព្យាបាលមុនក្បាលខ្មៅច្របាច់ទឹកក្រូចឆ្មាពី3តំណក់ក្នុងចានមួយបន្ថែមអំបិលហើយកូរល្បាយឲ្យសព្វលាងមុខជាមួយទឹកក្តៅអ៊ុនៗរួចលាបល្បាយលើមុនក្បាលខ្មៅទុកចោល20នាទីរួចលាងមុខម្ដងទៀតជាមួយទឹកក្តៅអ៊ុនៗ 3. ជូតថ្នាំដុសធ្មេញលាបថ្នាំដុសធ្មេញស្តើងៗលើមុនក្បាលខ្មៅទុកចោល25នាទីរួចលាងមុខថ្នមៗជាមួយទឹកក្តៅអ៊ុនៗអនុវត្តវិធីព្យាបាលនេះម្ដងទៀតរយៈពេល2សប្តាហ៍ក្រោយដើម្បីកម្ចាត់មុនក្បាលខ្មៅ 4. ទឹកឃ្មុំទឹកឃ្មុំមានសារធាតុសម្រាប់មេរោគដែលមានប្រសិទ្ធភាពសម្រាប់ស្បែកខ្លាញ់និងមុនក្បាលខ្មៅលាបទឹកឃ្មុំលើកន្លែងដែលមានបញ្ហាហើយលាងចេញជាមួយទឹកក្តៅអ៊ុនៗក្រោយរយៈពេល15នាទី 5. ម៉ាស់បិទមុខ Baking soda ចាក់ម្សៅ Baking soda និងទឹកលាយចូលគ្នាឲ្យសព្វលាបថ្នមៗលើផ្នែកដែលមានបញ្ហាទុកចោលឲ្យស្ងួតពី3នាទីរួចលាងសម្អាតចេញជាមួយទឹកក្តៅអ៊ុនៗដើម្បីកម្ចាត់ជាតិខ្លាញ់និងភាពកខ្វក់ដែលបណ្ដាលឲ្យកាត់មុនក្បាលខ្មៅ 6. ម្សៅកញ្ចប់អូសមៀលម្សៅកញ្ចប់អូសមៀលល្បាយនៃអូសមៀលនិងទឹកដោះគោជូរគឺល្អសម្រាប់ស្បែកនិងជួយកម្ចាត់មុនក្បាលខ្មៅលាយម្សៅអូសមៀល2ស្លាបព្រាជាមួយទឹកដោះគោ3ស្លាបព្រាបន្ថែមទឹកក្រូចឆ្មា1ស្លាបព្រានិងប្រេងអូលីវលាយគ្រឿងផ្សំទាំងអស់នេះឲ្យល្អរហូតដល់បង្កើតបានជាម្សៅលាបល្បាយលើមុខទុកចោល10ទៅ15នាទីរួចលាងមុខចេញដោយទឹកត្រជាក់ 7. ពងមាន់ស៊ុបឆៅគឺជាឱសថបុរាណដ៏មានប្រសិទ្ធភាពក្នុងការកម្ចាត់មុនក្បាលខ្មៅវេស៊ុតពណ៌ស1ទៅ2លាយជាមួយទឹកឃ្មុំ1ស្លាបព្រាបាយលាបល្បាយលើកន្លែងដែលមានមុនក្បាលខ្មៅទុកចោល30នាទីហើយលាងសម្អាតជាមួយទឹកក្តៅអ៊ុនៗ 8. ម្សៅស៊ីណាមុនម្សៅស៊ីណាមុនរៀបចំល្បាយនៃផ្នែកស្មើគ្នានៃម្សៅស៊ីណាមុននិងទឹកកំបោរដើម្បីបង្កើតបានជាម្សៅក្រាស់លាបលើផ្នែកដែលមានបញ្ហាហើយទុកចោលមួយយប់រួចលាងសម្អាតចេញជាមួយទឹកក្តៅអ៊ុនៗនៅពេលព្រឹកបើអ្នកចូលចិត្តវីដេអូនេះសូមជួយចុច Like Share និង Subscribe Channel របស់យើងខ្ញុំនឹងព្យាយាមចែករំលែកព័ត៌មានសុខភាពបន្ថែម